តិមិនទាំងស្រុងទេលីហ្វុងគូនឹងយកហ៊ុនសិនមួយរយៈនេះដូចជាបានចិត្តរហូតដល់ភ្លេចខ្លួនមិនខ្លាចគេឯងសុកគួរតែផ្ដាល់មេរៀនគេខ្លះទៅបាត់នាងធ្វើអញ្ចឹងក៏ខ្ញុំពេញចិត្តដែរប៉ុន្តែនាងសម្រេចចិត្តឲ្យខ្លួនឯងដោះលែងជីងគឺនាងដឹងថាមានទោសទេខ្ញុំដឹងថាមានទោសសូមលោកម្ចាស់ដាក់ពិន័យចឹងបានសៀវទីខ្ញុំនឹងឲ្យរង្វាន់នាង100 ដងសៀវទីតើនាងសុខចិត្តទេសៀវទីអស់ចិត្តហើយល្អត្រូវចាំណាថ្ងៃក្រោយកុំធ្វើឲ្យតាមចិត្តឯងបើមិនចឹងទេយើងនឹងសម្លាប់នាងចោលសូមអរគុណលោកម្ចាស់ទៅចុកកុំធ្វើបីកាសុកត្រូវតាមដានលីហ្វុងគូនិងយកហ៊ុនសានឲ្យជាប់ព្រោះអាពីរអ្នកនេះល្បិចមួយបរាជ័យនៅមានល្បិចមួយទៀតចាំឲ្យច្បាស់នាងត្រូវស៊ើបនៅអ្វីដែលពួកគេបានធ្វើក៏ប៉ុន្តែកុំចេញមុខរារាំងឲ្យសុកយល់ទេចាខ្ញុំយល់ហើយលីហ្វុងគូយកហ៊ុនសិនតោះមកទៀតយើងចង់ដឹងថាតើពួកឯងនឹងធ្វើអ្វីតទៅទៀតបេសកជនផ្លាស់បញ្ជាមានលោកម្ចាស់ឈិនអត់ច្រឡំទេអាយ៉ារឿងសំខាន់បែបនេះខ្ញុំមិនដឹងអាចច្រឡំកើតពីវយបើអញ្ចឹងឬក៏លោកម្ចាស់បានដឹងថាឈិនគឺនោះវាគឺឈិនគឺគឺស្អីអត់អីទេអត់អីទេបើអត់អីមិនក៏ពួកលោកខំប្រឹងកឹបចាត់គេចោលអ្នកលោកម្ចាស់ឈិនម្នាក់នោះគឺមានកំណងបុគ្គលជាមួយនឹងលោកបងយឹមលោកកុំដេញដល់សួរទៀតអីនិយាយរួមលោកម្ចាស់យល់ល្អកុំប៉ះពាល់គេអីប៉ុន្តែតាកញ្ចាន់នោះហើយនឹងលោកស្រីឡនោះมันអាចទុកទីនបើមិនអញ្ចឹងអាចកំបាំងយើងនឹងប្រកាសជាបែកការហើយខ្ញុំដឹងហើយដូច្នេះទើបខ្ញុំឲ្យលោកទាំងពីរមកពិភាក្សាគ្នានឹងណារឿងនេះត្រូវតែធ្វើបានស្អាតស្អំមិនអាចឲ្យត្រោះត្រយឡើយព្រោះអីរឿងនេះខ្ញុំបានគិតរួចហើយធ្វើអត្តឃាតហ៎មិនយ៉ាងឯងទៅខ្ញុំក៏ស្មានមិនដល់ដែរការពិព្រឹត្តមិញនេះលោកឈិនដែលយាមគុកគេបានឃើញលោកចាស់និងលោកស្រីឡបានយកខ្សែក្រវ៉ាត់ចងកធ្វើអត្តឃាតក្នុងពេលតែមួយលើខ្លួនក៏អត់មានរបួសផ្សេងក៏អត់មានបន្សល់លិខិតអ្វីដែរមើលទៅធ្វើអត្តឃាតគឺដោយសារតែខ្លួនមានទោសនិយាយត្រូវគេទាំងពីរនាក់ហ៊ានរំគំនិតចង់សម្លាប់ឈិងកើប្រេះផ្ដាស់ពេកហើយសំណាងឲ្យដែលលោកមេកងឆ្លៀសវៃស៊ើបដឹងការពិតហើយផ្ដាល់ភាពបរិសុទ្ធជូនឈិងកើខ្ញុំយល់ថាគេទាំងពីរនាក់ដឹងថាខ្លួនមិនអាចគេចផុតពីការស្លាប់ដូច្នេះទើបធ្វើអត្តឃាតមេកងចាំងចំពោះរឿងនេះមិនមែនធម្មតាអញ្ចឹងទេតើលោកចង់ស៊ើបតទៅទៀតទេប្រហែលជាមានបញ្ហាផ្សេងណាខ្ញុំដឹងថារឿងនេះគឺគប់ជួនពេលដែរប៉ុន្តែចង្វាយខាត់បញ្ជាក់រឿងក្តីទៅហើយខ្ញុំគ្មានមធ្យោបាយទេមើលទៅលុះត្រាតែមានផុសតាំងថ្មីកាត់ឡើងបើមិនអញ្ចឹងទេមានតែមនុស្សស្លាប់ទេទើបអាចដឹងការពិតសៀវទាប្រហែលថ្ងៃនេះសៀវទាដូចជាចម្លែកណាស់ក្រោយពីជួបភ្ញៀវគេតែងឃុំខ្លួននៅក្នុងបន្ទប់មិនព្រមបើកទ្វារសោះហើយក៏អត់រវល់គេឯងទីប្រហែលជាគេមិនស្រួលខ្លួនទេដែរខ្ញុំក៏បានសួរនាងដែរប៉ុន្តែនាងគ្រាន់តែប្រាប់ខ្ញុំថានាងរវល់ពីខ្លួនឯងទៅបានហើយពងើយកន្តើយមែនលោកស្រីពិសាតែធានសិងមិនតាន់ជាស្រួលបួលមិនសម្រាប់នៅលើក្រែលោកស្រីខ្ញុំបារម្ភពីអ្នកនាងនិងអ្នកប្រុស
ខ្ញុំដូចជាលោកស្រីអញ្ចឹងការពិតគឺហូបមិនចូលដេកមិនលក់ខ្ញុំមានតែចេញមកធ្វើចលនាខ្លះអញ្ចឹងពេលវេលាកន្លងលឿន ប៉ុន្តែសុខភាពឯង កុំបារម្ភអីខ្ញុំធូរច្រើនហើយអោះត្រូវឲ្យលោកស្រីតើលោកម្ចាស់រកឃើញព្រានាងហើយនៅ មកវិញហើយ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 លោកស្រីពួកគេមកវិញហើយយើងចេញទៅមើលទៅ តើលឺឡើងប្រសើរណាស់មកវិញដែលសុខសប្បាយគឺប្រសើរហើយសឺមួយរយៈនេះពុកឲ្យនឹងម៉ែដើម្បីកូនភ័យស្ទើរស្លាប់ទៅហើយថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតណាលឺហើយនៅ ម៉ែកុំបារម្ភអីលើកនេះកូនតាក្រែកូនរៀនចេះច្រើនណាស់កូនដឹងថាកូនពីមុនកូនរស់សំណុកធ្លាប់មិនយល់ការ អ្នកនេះយ៉ាងមិនទៅហើយប្រែដូចជាមនុស្សម្នាក់ទៀត លឺដែរទេទាំងអស់គ្នាលឺទេឃើញសឺទេសឺចេះយល់ការហើយចេះយល់ការហើយចាស់ចាស់កំណត់ហើយចាស់ចាស់កំណត់ហើយហើយម៉ែពិតជាសប្បាយជួសកូន ម៉ែ មកវិញដោយសុខសប្បាយគឺប្រសើរហើយទាំងអស់គ្នាសប្បាយចិត្តណាស់ហេតុអីក៏ត្រូវយំ លោកស្រីមិនក៏លោកស្រី ហឺបកាយអែបអបបើឯងមិននិយាយគ្មានណានថាអញកោទេ នាង បានហើយ ថ្ងៃនេះសឺយើងអាចមកវិញដោយសុខសាន្តនោះឪពុកកូនបានជើញញាតិមិត្តខ្លះមកហើយយប់នេះយើងជួបជុំគ្នាឲ្យបានអ៊ូអរម្ដង យប់នេះនៅសល់រឿងសំខាន់មួយទៀតចង់ប្រកាស ម៉ែហើយនឹងពុកកូននឹងប្រតិជគុណបានពិភាក្សាគ្នារួចហើយថ្ងៃក្រោយយើងនឹងរើសថ្ងៃល្អមួយដើម្បីរៀបមង្គលការជូនពុកកូន អបអរសាទរអ្នកនាង កូនមិនព្រមទេ ខ្ញុំក៏ព្រមដែរ ហេតុអីក៏លោកមិនព្រម ណែក្រែងនាងក៏ព្រមដែរ ត្រូវហើយខ្ញុំមិនរៀបការជាមួយមនុស្សចោលមួយសៀតក្បាលធំនេះទេ ត្រូវហើយខ្ញុំក៏មិនចង់យកកូនអ្នកធំដែលរស់នៅធ្លាប់សំណុកអញ្ចឹងដែរមើលទៅជំងឺចាស់របស់នាងរើទៀតហើយ ហេតុអីក៏លោកថាខ្ញុំរស់សំណុកធ្លាប់ នេះក្រែងមិញនាងទទួលស្គាល់ហាញ់តានាងរស់នៅសំណុកធ្លាប់អស់ហើយ ខ្ញុំដាក់ខ្លួនហេតុអីក៏ថាខ្ញុំរស់សំណុកធ្លាប់ អ្នកនាង មនុស្សដូចជានាង យ៉ាងហ្វាងឈប់និយាយទៅ លោកគ្រូខ្ញុំនិយាយជាការពិតណា ការពិតស្អីទៅម្សិលមិញប្រាប់ដល់គ្រូថាប្រហែលថ្ងៃដែលនៅបាត់ជ្រោះនោះញោមរបួសធ្ងន់អ្នកនាងស៊ឺព្យាបាលឲ្យញោមសម្អាតឲ្យញោមដោយមិនប្រកាន់ស្រីប្រុសម្យ៉ាងទៀតគេបានកែប្រែចរិតមាយាទគេហើយរៀនចេះពូអោសបង្កាត់ភ្លើងចាប់ត្រីដាំបាយទៀត បានហើយខ្ញុំនិយាយទៅមិនក៏ខ្ញុំខ្វាក់ភ្នែកមើលមិនច្បាស់តើធ្វើល្អនឹងមនុស្សចោលមួយសៀតនេះ សឺកូនកុំនិយាយអញ្ចឹងអីពីមុនអ្នកណាផ្សងគ្រោះថ្នាក់ជួយកូនចេញមកហើយគឺអ្នកណាព្រោះតែជួយកូនទើបធ្លាក់ចុះពីលើជ្រោះនឹងរបួសធ្ងន់នៅបាតជ្រោះបើកុំតែយ៉ាងខ្វាងបង្រៀនកូនមិននឹងរៀនចេះបង្កាត់ភ្លើងកម្ដៅសាច់ចាប់សាច់និងបេះផ្លែឈើសឺកូនគិតមើលមួយជីវិតនេះក្រោយពីពុកហើយនឹងម៉ែតើមានអ្នកណាល្អចំពោះកូនបែបនេះដូច្នេះហើយពួកកូនមិនរៀបការគឺមិនបានទេ ហេតុអី នៅបាត់ជ្រោះប្រុសម្នាក់ស្រីម្នាក់ពួកឯងនៅជាមួយគ្នាយូរបែបនេះបើរឿងនេះលេចលឺចាញ់ទៅក្រៅតើអ្នកផ្សេងនិយាយថាម៉េច អ៊ំស្រីកុំគិតចឹងអីពួកខ្ញុំស្អាតស្អំទេ ត្រូវហើយម៉ែសំបីតដៃក៏ពួកខ្ញុំអត់ប៉ះគ្នា អត់ប៉ះដៃទេពុកកូនហើយនឹងប្តីជាកូនស៊ីងតឹងបានឃើញអស់ហើយកូនមិនត្រឹមតែចាប់ដៃយ៉ាងខ្វាងទេម្យ៉ាងទៀតនៅអោបគេទៀតផង អេទេមិនមែនទេ ត្រូវហើយកុំយល់ច្រឡំមិនសោះដោយសារតែអត់នេះរបស់គេស្រាប់តែរើឡើងហើយសន្លប់បាត់ស្មារតីដូច្នេះទៅខ្ញុំការប៉ັດមិនមែនប្រទល់អត់នេះទេ បានហើយអ្នកនាងកាន់តែបកស្រាយកាន់តែច្បាស់លាស់ហើយអោបក៏អោបទៅពីព្រោះអ្នកទាំងពីរភ្ជាប់ពាក្យដូចទៅហើយគុំតែជាប្តីប្រពន្ធទេទោះប៉ះគ្នាប៉ុណ្ណឹងក៏អត់បញ្ហាដែរ ធានសិងចោលមកសៀតឯងនិយាយហ្នឹង ធានសិងនិយាយត្រូវសំណាងហើយដែលអ្នកទាំងពីរភ្ជាប់ពាក្យទៅហើយបើមិនចឹងទេមានរឿងបែបនេះកើតឡើងអាចធ្វើឲ្យអ្នកទាំងពីរបាត់បង់កេរ្តិ៍ឈ្មោះជាពិសេសគឺសឺថ្ងៃក្រោយជួបគេឯងយ៉ាងម៉េចទៅ យ៉ាងហ្វាងឮហើយនៅញោមត្រូវគិតដល់អ្នកនាងស៊ឺផង